គ្រប់ពេលដែលប្រធានាធិបតីអាមេរិកធ្វើដំណើរទៅទីណាក៏ដោយមិនថានៅក្នុងឬក៏ក្រៅប្រទេសនោះទេតែងតែមានមន្ត្រីយោធាម្នាក់កាន់វ៉ាលីពណ៌ខ្មៅដើរតាមយ៉ាងកកៀកជាប់ជានិច្ចតើនៅក្នុងវ៉ាលីនោះវាមានលក្ខណៈកំបាំងអ្វីខ្លះហើយហេតុអ្វីបានជាវ៉ាលីមួយនេះស្ទើរតែបង្កឲ្យមានការវាយតប់គ្នាជាអន្តរជាតិរវាងកងសន្តិសុខអាមេរិកនិងចិនជាងសាងសង់ឬក៏អ្នកមើលការដ៏ឆ្លាតវៃពួកគាត់មិនចាំបាច់ត្រូវតែចេះធ្វើគ្រប់មុខតែម្នាក់ឯងនោះទេសំខាន់គឺមានដៃគូជំនាញចាំជួយគ្រប់គ្រងលើផ្នែកណាដែលស្មុគស្មាញដូចជាការបំពាក់ប្រព័ន្ធអាំងហែលទឹកនិងបន្ទប់ស្ទីមសាណាជាដើមបើបងជាជាងសាងសង់ឬក៏ជាអ្នកមើលការដែលកំពុងតែជួបបញ្ហាស្មុគស្មាញទៅលើផ្នែកបច្ចេកទេសបងអាចតាក់ទងមកកាន់ Neptune Pool and Landscape បាន Neptune មិនត្រឹមតែជាឃ្លាំងផ្គត់ផ្គង់សម្ភារៈដែលធំជាងគេតែប៉ុណ្ណោះទេក៏ប៉ុន្តែយើងមានក្រុមការងារដែលបើកចិត្តទូលាយបំផុតនៅក្នុងការប្រឹក្សាបច្ចេកទេសជូនបងផ្ទាល់តែម្ដងដើម្បីឲ្យការងារចេញមកម៉ត់ចត់ចំណេញទាំងពេលវេលានិងថវិកាចង់ប្រឹក្សាបច្ចេកទេសឬក៏ស្វែងរកសម្ភារៈអាំងទឹកនិងបន្ទប់ស្ទីមសាណាNeptune គឺជាដៃគូដ៏ល្អបំផុតសម្រាប់បងដែលជាអ្នកមើលការនិងជាងសាងសង់គ្រប់រូបសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ជាងមេឃហើយថ្ងៃនេះយើងនឹងមកបកស្រាយរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍មួយអំពីអាចកំបាំងនៃវ៉ាលីសង្គ្រោះបន្ទាន់ដែលគេស្គាល់ជាទូទៅថា Nuclear Football រឿងរ៉ាវនេះបានកើតឡើងនៅខែវិច្ឆិកាឆ្នាំ2017នៅពេលដែលអតីតប្រធានាធិបតីអាមេរិកលោក Donald Trump គាត់បានបំពេញទស្សនកិច្ចនៅប្រទេសចិនខណៈពេលដែលគណៈប្រតិភូអាមេរិកកំពុងតែដើរចូលទៅកាន់វិមានប្រជាជន Great Hall of the People ដ៏ល្បីល្បាញនៅក្នុងទីក្រុងប៉េកាំងសន្តិសុខចិនម្នាក់ក៏បានចេញមុខរារាំងមិនឲ្យមន្ត្រីអាមេរិកដែលកាន់វ៉ាលី Nuclear Football ដើរចូលនោះទេឃើញដូច្នេះនាយកខុទ្ទកាល័យសេតវិមាននិងអតីតឧត្តមសេនីយ៍ទ័ពម៉ារីនអាមេរិកលោក John Kelly ក៏បានស្រែកប្រកាសប្រាប់សន្តិសុខចិនភ្លាមថាពួកយើងនឹងចូលទៅខាងក្នុងរួចលោកក៏ដើរទម្លុះរបាំងនោះយកតែម្ដងហើយភ្លាមនោះសន្តិសុខចិនម្នាក់ទៀតក៏បានចាប់ទាញលោក Kelly ដែលលោកបានរុញចេញទៅវិញយ៉ាងរហ័សហើយភ្នាក់ងារសម្ងាត់អាមេរិក Secret Service ម្នាក់ក៏បានស្ទុះទៅចាប់សង្កត់សន្តិសុខចិននោះដល់ដីភ្លាមទោះបីជាការប្រទិញប្រទង់នេះកើតឡើងត្រឹមតែមួយប្រព្រឹត្តភ្នែកក្តីតែក៏វាបានបង្ហាញយ៉ាងច្បាស់ពីសារៈសំខាន់ដ៏មហិមានៃវ៉ាលីពណ៌ខ្មៅតូចមួយនេះដែលដាច់ខាតត្រូវតែនៅជាប់ជាមួយនឹងប្រធានាធិបតីអាមេរិកជានិច្ចក្រោយមកប្រធានសន្តិសុខចិនក៏បានចេញមុខសុំទោសចំពោះការយល់ច្រឡំមួយនេះដោយសារតែកងការពាររបស់លោកមិនបានដឹងអំពីច្បាប់ដ៏តឹងរ៉ឹងរបស់អាមេរិកដែលតម្រូវឲ្យអ្នកកាន់វ៉ាលី Nuclear Football ត្រូវទៅនៅគៀកបំផុតនៅក្នុងគម្លាតមួយដែលប្រធានាធិបតីអាចឈោងដៃទៅដល់បានគ្រប់ពេលវេលាហើយមនុស្សមួយចំនួនអាចនឹងគិតថាប្រតិកម្មកងយោធាអាមេរិកនេះវាហាក់ដូចជាហួសហេតុពេកហើយក៏ប៉ុន្តែបើយើងវិភាគឲ្យបានស៊ីជម្រៅហើយស្រមៃមើលថាប្រធានាធិបតីអាមេរិកកំពុងតែត្រូវបានគេកាត់ផ្តាច់ពីវ៉ាលីបញ្ជាអាវុធនុយក្លេអ៊ែរខណៈពេលដែលលោកកំពុងតែនៅលើទឹកដីបរទេសហើយជាពិសេសគឺជាប្រទេសដែលមានសក្តានុពលគូប្រជែងនុយក្លេអ៊ែរដូចជាចិនទៀតហើយប្រសិនបើមានការវាយប្រហារដោយអាវុធនុយក្លេអ៊ែរភ្លាមអាមេរិកនឹងមិនអាចមានលទ្ធភាពវាយបកវិញបានទាន់ពេលវេលាឡើយហើយហេតុដូច្នេះហើយទើបច្បាប់ប្រតិបត្តិស្តង់ដារគឺបែងចែកយ៉ាងដាច់អហង្ការថាវ៉ាលីនេះគឺមិនអាចនៅឆ្ងាយពីប្រធានាធិបតីបានឡើយចុះឧបករណ៍នេះជាអ្វីឲ្យប្រកាសវាត្រូវបានគេស្គាល់ជាផ្លូវការថាកាបូបសង្គ្រោះបន្ទាន់របស់ប្រធានាធិបតីវាគឺជាវ៉ាលីដែលធ្វើពីអាលុយមីញ៉ូមស្រោបទៅដោយស្បែកពណ៌ខ្មៅទម្ងន់ប្រហែលជា20គីឡូក្រាមដែលវាមានបំពាក់ទៅដោយឧបករណ៍ទម្លាក់ទំនងផ្កាយរណបដ៏ទំនើបហើយវាត្រូវបានគេជឿជាក់ថាមានសមត្ថភាពអាចការពារគ្រប់កាំភ្លើងនិងធន់ជាមួយនឹងកម្លាំងបំផ្ទុះបានយ៉ាងល្អការបង្កើតវ៉ាលីនេះឡើងគឺវាផ្ដើមចេញពីក្តីព្រួយបារម្ភរបស់អតីតប្រធានាធិបតីលោក John F Kennedy ក្រោយព្រឹត្តិការណ៍វិបត្តិមីស៊ីលគុយបា Cuban Missile Crisis ដ៏តានតឹងលោក Kennedy តែងតែសួរខ្លួនឯងថាតើខ្ញុំអាចបញ្ជាការវាយប្រហារនុយក្លេអ៊ែរដោយរបៀបណាប្រសិនបើខ្ញុំមិននៅការិយាល័យហើយតើយោធាអាចនឹងជឿជាក់បានដោយរបៀបណាថាអ្នកដែលចេញបញ្ជាគឺពិតជាខ្ញុំពិតប្រាកដមែនសំណួរទាំងនេះហើយដែលផ្ដល់កំណើតទៅដល់ Nuclear Footballចុះតើមានអ្វីខ្លះនៅខាងក្នុងមនុស្សភាគច្រើនគិតថាមានប៊ូតុងក្រហមធំសម្រាប់ចុចតែការពិតគឺមិនមែននោះទេយោងតាមអតីតមន្ត្រីសេតវិមានវ៉ាលីនេះមានផ្ទុកនៅរបស់សំខាន់ចំនួន4យ៉ាងដែលទី1វាគឺជាសៀវភៅខ្មៅ The Black Book គឺជាសៀវភៅដែលរៀបរាប់និងផ្ដល់នូវជំរឿននៃការវាយបកដោយអាវុធនុយក្លេអ៊ែរទី2វាគឺជាបញ្ជីទីតាំងសម្ងាត់កត់ត្រាពីទីតាំងសុវត្ថិភាពសម្រាប់ឲ្យប្រធានាធិបតីទៅជ្រកកោននៅពេលដែលមានអាសន្ន3គឺជាសេចក្តីណែនាំអំពីប្រព័ន្ធប្រកាសអាសន្នឯកសារសម្រាប់ភ្ជាប់ទំនាក់ទំនងថ្លែងទៅកាន់ប្រជាជាតិទាំងមូលភ្លាម4គឺជា The Biscuit នំប្រៃតែនេះមិនមែនជានំសម្រាប់ញ៉ាំទេតែវាគឺជាកាតតូចមួយដែលមានផ្ទុកនៅលេខកូដសម្ងាត់សម្រាប់បញ្ជាក់អត្តសញ្ញាណរបស់ប្រធានាធិបតី
និយាយអំពីកាត biscuit នេះវាមានរឿងដ៏គួរឲ្យហួសចិត្តតាំងពីឆ្នាំ1981ដែលអតីតប្រធានាធិបតី Donald Reagan ត្រូវបានគេលួចបាញ់ប្រហារលោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់នៅក្នុងភាពវឹកវរគ្រូពេទ្យក៏បានកាត់សម្លៀកបំពាក់របស់គាត់ចោលដើម្បីសង្គ្រោះជីវិតហើយកាត់សម្ងាត់ biscuit ក៏ត្រូវបានបាត់ពីខ្លួនលោកហើយក្រោយមកទើបត្រូវបានគេរកឃើញថាវាត្រូវបានធ្លាក់នៅក្បែរស្បែកជើងរបស់លោកលើកម្រាលឥដ្ឋនៅក្នុងមន្ទីរពេទ្យនេះគឺជាការធ្វើប្រហែសមួយដែលធ្វើឲ្យមន្ត្រីសន្តិសុខជាតិស្ទើរតែកាំងបេះដូងរួចចុះប្រសិនបើប្រធានាធិបតីសម្រេចចិត្តថាត្រូវតែចុចបញ្ជាតើនឹងមានដំណើរការអ្វីខ្លះប្រធានាធិបតីត្រូវជ្រើសរើសជំរើសវាយប្រហារពីក្នុងសៀវភៅខ្មៅបន្ទាប់មកតាមរយៈវេលានោះគេនឹងភ្ជាប់ទំនាក់ទំនងផ្កាយរណប Milstar ដើម្បីឲ្យហៅទូរស័ព្ទបន្ទាន់គឺ conference call ទៅកាន់មន្ទីរបញ្ចកោណមន្ត្រីជាន់ខ្ពស់នៅមន្ទីរបញ្ចកោណនឹងអានកូដសាកសួរឬក៏ challenge code ឧទាហរណ៍ដូចជាពាក្យថាមកវិញជិះម៉ូតូទៅវិញឲ្យជិះចានអីចឹងទៅប្រធានាធិបតីត្រូវតែយកកាត biscuit មកអានកូដឆ្លើយតបឲ្យបានត្រឹមត្រូវក្រោយពីផ្ទៀងផ្ទាត់រួចរាល់មន្ទីរបញ្ចកោណនឹងត្រូវបញ្ចេញនៅបទបញ្ជាសង្គ្រាមបន្ទាន់គេហៅថា emergency war order ដែលមានភ្ជាប់មកជាមួយនឹងលេខកូដសម្ងាត់ SAS code ទៅកាន់មូលដ្ឋានបាញ់មីស៊ីលអន្តរទ្វីប ICBM ឬក៏នាវាមួយទឹកនុយក្លេអ៊ែរនៅពេលទទួលបានបញ្ជាមន្ត្រីយោធានៅមូលដ្ឋានត្រូវតែយកលេខកូដ SAS នេះទៅផ្ទៀងផ្ទាត់ជាមួយនឹងលេខកូដដែលបានចាក់សោទុកនៅក្នុងទូដែករបស់ពួកគេប្រសិនបើកូដទាំងនេះត្រូវគ្នាពួកគេនឹងត្រៀមខ្លួនចាប់ផ្ដើមដំណើរការបាញ់ប៉ុន្តែចំពោះមូលដ្ឋានបាញ់មីស៊ីលអន្តរទ្វីប ICBM ប្រព័ន្ធគ្រប់គ្រងគឺមានលក្ខណៈពិសេសនិងតឹងរឹងមែនទែននៅទីនោះមានក្រុមមន្ត្រីចំនួន5ក្រុមផ្សេងៗគ្នាដែលប្រចាំការនៅក្នុងបន្ទប់ក្រោមដីស្ថិតនៅឆ្ងាយពីគ្នារាប់គីឡូដីនៅក្នុងមួយក្រុមមានមន្ត្រី2នាក់សរុបគឺមន្ត្រី10នាក់ហើយពួកគេមានភារកិច្ចគ្រប់គ្រងមីស៊ីលរហូតដល់50គ្រាប់ឯណោះលក្ខខណ្ឌដ៏គួរឲ្យភ្ញាក់ផ្អើលនោះគឺដើម្បីអាចបញ្ឆេះមីស៊ីលបានគេត្រូវការតែក្រុមមន្ត្រីចំនួន2ក្រុមប៉ុណ្ណោះក្នុងចំណោម5ក្រុមធ្វើការជាកូនសោបញ្ជានៅក្នុងពេលតែមួយនេះមានន័យយ៉ាងម៉េចនេះវាមានន័យថាទោះបីជាមន្ត្រី3ក្រុមទៀតបដិសេធមិនព្រមទទួលកូនសោឬក៏ព្យាយាមប្រឆាំងនឹងបញ្ជាការបះបោរក៏មិនអាចបញ្ឈប់ដំណើរការបាញ់មីស៊ីលនេះបាននោះឡើយប្រព័ន្ធដ៏ស្មុគស្មាញនិងម៉ត់ចត់នេះត្រូវបានបង្កើតឡើងដើម្បីធានាថាអំណាចនៃការបំផ្លិចបំផ្លាញពិភពលោកស្ថិតនៅក្នុងដៃរបស់មនុស្សម្នាក់គត់ប៉ុន្តែក៏តម្រូវឲ្យមានការផ្ទៀងផ្ទាត់យ៉ាងម៉ត់ចត់និងតឹងរឹងបំផុតផងដែរតើអ្នកទាំងអស់គ្នាគិតថាអនាគតទៅពិភពលោកយើងនឹងអាចលុបបំបាត់អាវុធនុយក្លេអ៊ែរបានទាំងស្រុងដែរឬទេឬមួយក៏វានឹងនៅតែជាការគំរាមកំហែងដល់ការរស់នៅរបស់យើងជារៀងរហូតទៅសូមបញ្ចេញមតិរបស់អ្នកនៅខាងក្រោមវីដេអូនេះប្រសិនបើអ្នកទទួលបានចំណេះដឹងថ្មីៗពីវីដេអូមួយនេះសូមកុំភ្លេចចុច like share និងចុច subscribe ទៅកាន់ channel ជើងមេឃម្នាក់មួយផងព្រមទាំងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗដ៏គួរឲ្យចាប់អារម្មណ៍បន្តទៀតសូមអរគុណសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយ